បាទសូមជម្រាបសួរប្រិយមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel និទានរឿងទាំងអស់គ្នាថ្ងៃនេះគឺយើងមានរឿងថ្មីមកមួយទៀតហើយគឺមាន delivery ម្នាក់ដែលគាត់បានទទួល order មកពីខ្មោចបាទអញ្ចឹងបើយើងចង់ដឹងរឿងយើងមកស្ដាប់ទាំងអស់គ្នាអញ្ចឹងគឺមានបុរសម្នាក់ឈ្មោះវាសនាគឺជាអ្នក delivery ឲ្យ app មួយតែខ្ញុំមិនបញ្ចេញឈ្មោះទេអញ្ចឹងនៅពេលយប់មួយគឺគាត់បានទទួល delivery អាហ្នឹងគឺជា delivery ចុងក្រោយរបស់គាត់ណាអ្នកនរគ្នាអញ្ចឹងគឺគាត់ delivery តាំងពីព្រឹកមកចនទៅដល់ល្ងាចគឺមាន delivery មួយគឺឲ្យគាត់ហ្នឹងយកម្ហូបហ្នឹងទៅទៅ condo មួយដែលឆេះតាំងឆ្នាំ2024នេះទំឆេះថ្មីនេះអ្នកនរគ្នាដល់ហើយគឺគាត់បានទៅយកម្ហូបហ្នឹងហើយគឺគាត់បានជិះទៅ condo មួយហ្នឹងនៅពេលទៅដល់ condo មួយហ្នឹងគឺគាត់បើកមើលទៅអាប្រអប់សារគេអតិថិជន request ហ្នឹងអ្នកនរគ្នានៅពេលដែលគាត់បើកមើលប្រអប់សារហ្នឹងទៅគឺគាត់បានឃើញថាឲ្យយកទៅបន្ទប់604នៅពេលដែលគាត់បានយកទៅដល់បន្ទប់604ហ្នឹងគឺគាត់បានដើរមុននឹងគាត់យកទៅហ្នឹងគឺគាត់បានដើរឡើងចដើអ្នកនរគ្នាគឺគាត់បានដើរឡើងចដើទៅដល់ជាន់ទី6ហើយបន្ទាប់មកពេលគាត់ទៅដល់គឺគាត់ឃើញថាជាន់ហ្នឹងគឺយល់ដូចភ្លើងឆេះខ្មៅហ្មងដោយសារតែបន្ទប់ condo ហ្នឹងគឺទៅតែឆេះទេអ្នកគ្នាឆេះប្រហែលបានមួយឆ្នាំឯនេះទេប៉ុន្តែគឺគាត់អត់ដឹងរឿងថា condo ហ្នឹងឆេះទេចឹងទៅគឺគាត់បានយកទៅហើយពេលទៅដល់ហ្នឹងគឺឃើញតែបន្ទប់604ហ្នឹងឯងគឺស្អាតយល់អត់មានប្រឡាក់ពណ៌ខ្មៅប្រឡាក់ស្នាមឆៃតែយល់គឺស្អាតហ្មងអ្នកគ្នាហើយនៅពេលនោះគឺគាត់គោះទ្វារទៅគឺគាត់បានឃើញមនុស្សស្រីមួយគឺបើកទ្វារមកហើយតែសក់បាសចងាងយកហ្មងនៅពេលនោះគឺគាត់បានយកហុចឲ្យម្នាក់ស្រីនេះហុចម្ហូបហ្នឹងហ៎នៅពេលដែលគាត់ហុចម្ហូបហ្នឹងឲ្យម្នាក់ស្រីហ្នឹងទៅម្នាក់ស្រីហ្នឹងនិយាយថាអរគុណហើយក៏បានហុចលុយ$10ឲ្យគាត់ម្ហូបហ្នឹងអស់តែប្រហែលជា5-6រៀលទេប៉ុន្តែគាត់ថាគឺម្នាក់ស្រីហ្នឹងប្រហែលឲ្យ tip គាត់អីចឹងទៅហើយថាមិនបាច់អាប់ទេហើយនៅពេលនោះគឺគាត់មានអារម្មណ៍ថាអត់ស្រួលទេដោយសារតែឃើញម្នាក់ស្រីហ្នឹងគឺសក់ចងាងកទ្រឹងហើយញ៉ាំចឹងទៅគឺគាត់បានរត់ចេញមកហ្មងហើយនៅពេលដែលគាត់រត់ចេញមកហ្នឹងគឺគាត់មកភ័យណាហើយយល់ពេលតែគាត់មិនថាភ័យដូចអារម្មណ៍អត់សូវស្រួលសំណុកក្នុងចិត្តចឹងណាចឹងទៅគឺគាត់បានជិះម៉ូតូមកដល់សាលាថ្មីនៅពេលដែលគាត់ជិះមកដល់សាលាថ្មីហ្នឹងគឺគាត់បានមើលថាលុយហ្នឹងបានមែនអត់លុយហ្នឹងលុយកដាស់មែនអត់នៅពេលដែលគាត់បើកដៃមើលទៅគឺលុយហ្នឹងខ្លាចជាផេះពណ៌ខ្មៅហើយលាយស្លឹកឈើលាយស្លឹកឈើអាកតិស្លឹកឈើក្រៀមលាយចឹងទៅហើយនៅពេលនោះគឺគាត់ភ័យមែនតើគឺគាត់ចូលមើលទូរស័ព្ទកន្លែងdelivery history គេនៅពេលដែលគាត់ចូលទៅមើលទៅគឺអត់មានdelivery ហ្នឹងទៅណាទៅណីទេយល់គឺអត់មានreceipt delivery ទៅឲ្យម្នាក់ស្រីហ្នឹងទេហើយនៅពេលនោះគឺគាត់បានឃើញ SMS ហ្នឹងគឺគាត់ឃើញtag គេស្អីគេហៅគេឆាតមកហ្នឹងគេថាម្ហូបឆ្ងាញ់ណាស់វាសនាហើយនៅពេលនោះគឺគាត់ភ័យមែនតើគឺគាត់មើលកញ្ចក់ទៅក្រោយទៅគឺគាត់ឃើញម្នាក់ស្រីហ្នឹងគឺអង្គុយអោបគាត់ហ្មងហើយគាត់ពេលហ្នឹងឡើងភ័យមែនតើណាបងប្អូនហើយនៅពេលនោះគឺគាត់បានញីភ្នែកទៅគឺគាត់លែងឃើញវិញតមកគឺគាត់បានទៅឲ្យលោកស្រោចទឹកណាបងប្អូនដើម្បីកាត់ឆុងកាត់អីចឹងទៅហើយនៅពេលនោះគឺគាត់បានលែងឃើញយល់គឺគាត់ពេល delivery គឺគាត់បានលែងជួបអីចម្លែកទៀតដែរចឹងនេះគឺជាទីបញ្ចប់នៃសាច់រឿងហើយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តសូមជួយចុច like subscribe និង share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកនរគ្នាបានស្ដាប់លេងកម្សាន្តផងពីខ្ញុំបាននិទានរឿងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ